ចាំមកនោះគ្នាដើម្បីធ្វើឲ្យថោហ្នឹងវាប៉ោងខ្ជិតខ្ជូតបែបនេះនេះប៉ោងបែបនេះបើធម្មតាយើងអត់ធ្វើទេគឺវាស្មើគឺឥឡូវយើងធ្វើឲ្យប៉ោងខ្ជូតបែបនេះគឺយើងយកស្នោយកមកហុំវាបិទហុំវាចិត្តមកណាហើយជុំវិញមកហើយយើងយកលួសកម្មញ្ញៃនេះយើងយកលួសកម្មញ្ញៃហ្នឹងកាត់ជា3ហើយយើងយកមកគាត់វាមកយកវិធីងាយងាយអញ្ចឹងយើងធ្វើបិទវារហូតដល់អស់ណាបងប្អូនអ្នកគ្នាហើយបងប្អូនចង់ដឹងថាចង់មើលវិធីធ្វើផ្កាផ្សេងខ្ជូតអីអាចមើលក្នុង YouTube របស់ខ្ញុំបានក្នុង YouTube របស់ខ្ញុំគឺមានបង្រៀនរបៀបធ្វើផ្កានិយាយទៅភាគច្រើនគឺរហូតពីមួយម៉ូតទៅមួយម៉ូតគឺយើងបង្ហាញដល់ចប់ណាចឹងកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំផងដើម្បីឲ្យបានមើលវីដេអូថ្មីចាឥឡូវយើងធ្វើរួចរាល់ហើយដល់ពេលកន្លែងនេះវាប៉ោងចឹងស្អាតចឹងណាយើងកាត់ជា3ហ្នឹងដើម្បីឲ្យវាបានរៀងជ្រៅទៅពេលយើងបិទទៅវាអត់របូតអានេះពេលយើងកាត់ជា4កម្មញ៉ៃមួយកាត់ជា4យើងវាឆាត់របូតនេះចឹងយើងយកយើងតែងតែកម៉ូតវាហើយនឹងយើងធ្វើគូតវានេះណាចឹងគូតវានឹងយើងហុំកម្មញ៉ៃ3មកដល់ហើយយើងហុំ3ហើយទាញវាមកណាបងប្អូនយើងចាប់ដល់ហុំកម្មញ៉ៃនេះមកវាអញ្ចឹងណាយើងតវាអញ្ចឹងមកដើម្បីឲ្យវាធំចាំបិទតិចមួយចុងក្រោយទៅបានហើយចាំបិទអញ្ចេះចុងក្រោយមួយទៅណាកាយទៀនមកអូខេវាយើងមកអញ្ចឹងហើយយើងបិទកាវទៀននៅលើនេះមកហើយយើងមកបិទវានេះរួចហើយចឹងស្អាតចឹងយើងហុំនេះមួយនេះឥឡូវថយយើងធ្វើរួចរាល់ដេកស្អាតអីយើងដាក់ស្នោមកហើយនឹងដាក់ផ្កាអញ្ចេះមកគឺអាចលក់បានហើយនេះការនេះគឺដាក់បិទស្កត់ឡើងជាប់បិទកាឡើងជាប់ណាអញ្ចឹងมันងាយរបូតទេអញ្ចឹងចង់ទៅផ្ញើទៅខេត្តទៅណាទៅណីក៏អត់បញ្ហាដែរអញ្ចឹងបើសិនជាបងប្អូនចង់បានយកទៅលក់បន្តអាចកំងបានណាថ្លៃធូរទេចង់បានផ្កាតិចក៏បានផ្កាច្រើនក៏បានដែរអរគុណ